សូមស្វាគមន៍ចូលមកកាន់ Channel KT Education សួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ថ្ងៃនេះយើងបន្តចំណុចចុងក្រោយនៃមេរៀនទី4យើងតទៅទៀតគឺនិយាយអំពីសំណង់មុំ90ដឺក្រេដោយប្រើបន្ទាត់ហើយនឹងដៃឈានតើការសង់មុំ90ដឺក្រេដោយប្រើបន្ទាត់ហើយនឹងដៃឈានហ្នឹងគេធ្វើការសង់របៀបម៉េចយើងចូលមើលទាំងអស់គ្នាតោះអូខេសួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះយើងបន្តចំណុចចុងក្រោយនៃមេរៀនទី4យើងតទៅទៀតគឺនិយាយអំពីសំណង់មុំ90ដឺក្រេដោយប្រើបន្ទាត់ហើយនឹងដៃឈាននៅក្នុងទំព័រទី24ណាអញ្ចឹងកាលវីដេអូមុនយើងបានសង់មុំ60ដឺក្រេដោយប្រើបន្ទាត់និងដៃឈានអញ្ចឹងថ្ងៃនេះយើងនិយាយអំពីសំណង់មុំ90ដឺក្រេម្ដងអញ្ចឹងតើសំណង់មុំ90ដឺក្រេហ្នឹងគឺធ្វើការសង់អាម៉េចឥឡូវយើងមើលទាំងអស់គ្នាគឺថាដើម្បីសង់មុំ90ដឺក្រេដោយប្រើដៃឈានហើយនឹងបន្ទាត់យើងត្រូវសង់តាមជំហានដូចខាងក្រោមអូខេឥឡូវយើងចូលមើលជំហានរបស់គេឥឡូវយើងមើលជំហានទី1គេថាគូសបន្ទាត់ AB ណាអញ្ចឹងជំហានទី1គេឲ្យគូសបន្ទាត់ AB នេះណាបាទឥឡូវយើងមើលបន្តទៀតមើលជំហានទី2អញ្ចឹងជំហានទី2គេថាគូសធ្នូផ្ចិត A និង B បានថាគូសធ្នូ2គឺធ្នូផ្ចិត A ផងហើយធ្នូផ្ចិត B ផងដោយរក្សាគម្លាតដៃឈាននៅដដែលណាអញ្ចឹងបានថាយើងគូសធ្នូ A គម្លាតដៃឈានប៉ុណ្ណានៅធ្នូ B គម្លាតដៃឈានក៏នៅប៉ុណ្ណឹងដែរនៅដដែលអត់មានបដូរទេហើយកាត់គ្នាត្រង់ M និង N ណាបាទអញ្ចឹងធ្នូទាំងពីរហ្នឹងគឺធ្នូ A និង B ហ្នឹងកាត់គ្នាត្រង់ M ហើយនិង N ណាយើងមើលរូបខាងឆ្វេងយើងនេះគឺឃើញហើយអញ្ចឹងដំបូងគឺមានបន្ទាត់ AB នេះហើយគឺគូសធ្នូ2គឺធ្នូដែលយកចិត្ត A នេះមួយគឺធ្នូនេះហើយនឹងធ្នូផ្ចិត B មួយទៀតគឺធ្នូនេះអញ្ចឹងដល់ពេលគូសមកកាត់គ្នាត្រង់ចំណុច M ហើយនឹង N នេះណាបាទអញ្ចឹងធ្នូដែលមានផ្ចិត A និងធ្នូផ្ចិត B ហ្នឹងគឺយើងរក្សាគម្លាតដៃឈាននៅដដែលណាគម្លាតដៃឈានយើងដឹងហើយគឺកន្លែងនេះមកកន្លែងនេះបន្លោះហ្នឹងណាបានថានៅដដែលអត់មានបដូរទេបាទអញ្ចឹងគឺក្រោយពីយើងគូសធ្នូ2ហ្នឹងហើយគឺយើងបានចំណុចប្រសពគ្នា2រវាងធ្នូទាំងពីរហ្នឹងគឺចំណុច M ហើយនិងចំណុច N ណាបាទអូខេឥឡូវយើងបន្តទៀតចូលជំហានទី3ឥឡូវយើងមើលជំហានទី3គេថាគូសភ្ជាប់ពី M ទៅ N កាត់ AB ត្រង់ O យើងបានមុំកែងឬមុំ90ដឺក្រេចំនួន4គឺមុំ BOM មុំ AOM មុំ AON និងមុំ BON ណាបាទអញ្ចឹងយើងមើលរូបខាងឆ្វេងនេះក្រោយពីយើងបានចំណុច M ហើយនិង N ហ្នឹងមកគឺធ្វើការគូសភ្ជាប់ពីចំណុច M មកចំណុច N ហ្នឹងណាហើយកាត់បន្ទាត់ AB ហ្នឹងអញ្ចឹងគឺកាត់ត្រង់ចំណុច O នេះអញ្ចឹងគេបានមុំកន្លែងចំណុច O ហ្នឹងគឺជាមុំកែងឬក៏មុំ90ដឺក្រេណាអញ្ចឹងគេបានមុំ4ណាគឺមុំនេះ1 90ដឺក្រេមុំនេះ1មុំនេះ1ហើយនិងមុំនេះ1ណា90ដឺក្រេទាំងអស់បាទអញ្ចឹងយើងមើលមុំទាំង4ហ្នឹងគឺមានមុំ BOM ណា BOM នេះ BOM ណាគឺមុំនេះហើយមួយទៀតគឺ AOM ណា AOM គឺមុំខាងលើនេះហើយមួយទៀត AON ណា AON ណាគឺមុំនេះហើយនឹងមុំចុងក្រោយគឺមុំ BON ណា BON ណាគឺមុំនេះអញ្ចឹងមុំទាំង4ហ្នឹងគឺសុទ្ធតែជាមុំកែងឬក៏មានរបស់វាស្មើនឹង90ដឺក្រេទាំងអស់ណាបាទអញ្ចឹងនេះគឺជារបៀបសង់មុំ90ដឺក្រេដែលប្រើបន្ទាត់និងដៃឈានគេធ្វើការសង់អញ្ចឹងណាបងប្អូនទាំងអស់គ្នាយល់បានទេអូខេអញ្ចឹងដើម្បីឲ្យយល់កាន់តែច្បាស់ពីរបៀបសង់ហ្នឹងយើងចូលមើលលំហាត់គេទាំងអស់គ្នាអូខេឥឡូវយើងមើលពីលំហាត់ដែលតាក់ទងនឹងសំណង់មុំ90ដឺក្រេដោយប្រើបន្ទាត់និងដៃឈានហ្នឹងអញ្ចឹងយើងមើលគេថាចូលសង់មុំ90ដឺក្រេតាមរូបដែលឲ្យដោយយក O ជាកំពូលណាបាទអញ្ចឹងគេឲ្យយើងសង់មុំ90ដឺក្រេដោយយក O ជាកំពូលអញ្ចឹងគេមាន3រូបគឺមានក ខហើយនិងគឥឡូវយើងមើលរូបកអូខេឥឡូវយើងមើលរូបកអញ្ចឹងរូបកគឺមានបន្ទាត់ OX ណាហើយគេឲ្យយើងសង់មុំ90ដឺក្រេដោយប្រើបន្ទាត់នឹងដៃឈានហើយយកកំពូលវាត្រង់ចំណុច O នេះអញ្ចឹងធ្វើការសង់ឲ្យមកទៅអញ្ចឹងយើងដឹងហើយដើម្បីធ្វើការសង់មុំ90ដឺក្រេនៅត្រង់ចំណុច O នេះគឺយើងត្រូវគូសធ្នូ2សិនណាអញ្ចឹងធ្នូហ្នឹងគឺយើង
vô chất bị khangចំណុច x នេះមួយហើយនឹងចំណុចមួយទៀតគឺនៅខាងលើនេះមកដើម្បីឲ្យបានជួបគ្នានៅចំណុចកណ្ដាលហ្នឹងណាបាទអញ្ចឹងគឺយើងធ្វើការបន្លាយបន្ទាត់ xo នេះឲ្យវែងមកដើម្បីដឹងថាតើយើងយកចិត្តមួយទៀតកន្លែងណាណាអូខេឥឡូវយើងបន្លាយវាសិនមកបាទអញ្ចឹងយើងចុចចឹងមកបានហើយបាទអញ្ចឹងបន្ទាប់ពីយើងបានបន្លាយយើងចុចចំណុច O នេះមកដើម្បីវាស់មើលតើ O មក X ហ្នឹងកន្លែងណាណា O មក X នេះបាទអញ្ចឹងគឺកន្លែងនេះហើយយើងរក្សាកម្រិតដែលឈានដល់ដែរយើងយកមកវាស់ខាងនេះម្ដងដល់តំណានយើងចុចតិចមកបាទអញ្ចឹងយើងឃើញហើយយើងចុចចំណុចមួយមកណាចុចចំណុចមួយមកដើម្បីធ្វើអីកន្លែងហ្នឹងបងប្អូនបាទអញ្ចឹងចំណុចកន្លែងនេះគឺជាចំណុចមួយទៀតដែលយើងធ្វើជាផ្ចិតសម្រាប់គូសធ្នូមួយទៀតណាដើម្បីឲ្យធ្នូកន្លែងផ្ចិត X ហើយនឹងផ្ចិតកន្លែងនេះមកជួបគ្នាត្រង់ចំណុច O នេះបាទអញ្ចឹងយើងធ្វើការវាស់អញ្ចឹងណាបាទអញ្ចឹងយើងគូសធ្នូមកធ្នូទី1គឺយើងយកផ្ចិតត្រង់ចំណុច X បាទអញ្ចឹងយើងគូសធ្នូនឹងមកគឺធ្នូត្រង់ចំណុច X ណាយើងគូសធ្នូនឹងមកបាទអញ្ចឹងយើងគូសធ្នូនឹងបានមួយហើយយើងរក្សាកម្រិតដែលឈាននៅដដែលណាបាទហើយទៅគូសធ្នូនៅផ្ចិតដែលយើងបន្លាយបន្តឲ្យចុចកន្លែងទីតាំងហ្នឹងគឺកន្លែងនេះណាបាទអញ្ចឹងយើងគូសមកគូសធ្នូមួយទៀតមកបាទអញ្ចឹងយើងឃើញចំណុចកាត់វាហើយអញ្ចឹងយើងចុចចំណុចវានឹងមកគឺចំណុចវាកន្លែងនេះមួយណាកន្លែងហ្នឹងមួយហើយនឹងកន្លែងនេះមួយបាទអញ្ចឹងចំណុចជួបគ្នារវាងធ្នូទាំងពីរគឺកន្លែងហ្នឹងណាកន្លែងនេះមួយហើយកន្លែងនេះមួយយើងចុចចឹងមកបាទអញ្ចឹងយើងគូសបន្តភ្ជាប់ពីចំណុចធ្នូទាំងពីរជួបគ្នានឹងមកអញ្ចឹងយើងដាក់មកបាទអញ្ចឹងនេះកន្លែងនេះគឺ90ដឺក្រេណាបាទអញ្ចឹងនេះគឺជារបៀបសងមុំ90ដឺក្រេដោយប្រើបន្ទាត់នឹងតែឈានក្នុងចំណុចកយើងមិនដែរបងប្អូនយល់បានទេបាទអញ្ចឹងអានេះដោយសារគេឲ្យសងត្រង់ចំណុច O ណាអញ្ចឹង O អញ្ចឹងគឺនៅខាងលើនេះហើយអញ្ចឹងគឺមិនអាចសងបានទេលុះត្រាយើងបន្លាយបន្ទាត់ដូចខ្ញុំធ្វើមកអញ្ចឹងបានយើងអាចធ្វើការសងត្រង់ចំណុច O បានអូខេឥឡូវយើងបន្តទៅសងមុំនៅចំណុចមួយទៀតគឺចំណុចខឥឡូវយើងមើលចំណុចខម្ដងគេឲ្យសងមុំ90ដឺក្រេដែរដោយយក O ជាកំពូលណាបាទអញ្ចឹង O នៅខាងនេះបាទអញ្ចឹងករណីនេះយើងមិនអាចសង់វាបានទេព្រោះយក O ជាកំពូលអញ្ចឹង O នៅចុងបន្ទាត់ហើយអញ្ចឹងយើងត្រូវបន្លាយបន្ទាត់ហ្នឹងឲ្យវែងមកដល់ខាងនេះទៀតដើម្បីរកចំណុចមួយទៀតដើម្បីធ្វើជាផ្ចិតនៃធ្នូរបស់យើងអូខេឥឡូវយើងបន្លាយសិនមកយើងបន្លាយគឺយើងដាក់ឲ្យស្របជាមួយបន្ទាត់ចាស់គេមកណាហើយយើងបន្លាយមកបាទអញ្ចឹងយើងបន្លាយហ្នឹងយើងមិនបាច់គូសឲ្យដុតទេយើងគ្រាន់តែចុចមកក៏បានដែរណាអូបាទអញ្ចឹងយើងដឹងហើយដើម្បីធ្វើការសងមុំ90ដឺក្រេត្រង់ចំណុច O នេះគឺយើងត្រូវគូសធ្នូ2ដែលមានផ្ចិត B ហើយនឹងផ្ចិតនៅខាងនេះមួយទៀតដោយប្រវែងពី B នេះមក O គឺស្មើនឹងប្រវែងពី O នេះមកចំណុចផ្ចិតមួយទៀតហ្នឹងណាបាទអញ្ចឹងយើងធ្វើការវាស់លេខឈានតែម្ដងមកដើម្បីឲ្យស្មើគឺយើងចុចកន្លែង O នេះមកហើយដាក់លេខឈាននេះឲ្យស្មើកន្លែង B មកណាបាទនេះគឺស្មើ B ហើយបាទអញ្ចឹងគឺយើងវាស់មកខាងនេះតើវាជួបគ្នាកន្លែងណាជាមួយបន្ទាត់យើងបន្លាយហ្នឹងបាទនេះគឺជួបកន្លែងនេះណាអញ្ចឹងយើងចុចមកចុចចំណុចហ្នឹងគឺចំណុចមួយទៀតសម្រាប់ធ្វើផ្ចិតធ្នូរបស់យើងមួយទៀតណាបាទអញ្ចឹងគឺយើងត្រូវវាស់យ៉ាងម៉េចដើម្បីឲ្យបន្លោះនេះមកដល់ O នេះស្មើនឹងបន្លោះ O នេះមក B ណាអញ្ចឹងมันគូសមកចំជួបគ្នាត្រង់នៅកណ្ដាលកន្លែង O ហ្នឹងអូខេឥឡូវយើងធ្វើការគូសធ្នូមកបាទអញ្ចឹងធ្នូយើងចុចផ្ចិតកន្លែងយើងចុចហ្នឹងមកបាទឥឡូវយើងគូសមកធ្នូយើងបាទអញ្ចឹងយើងគូសធ្នូបានមួយហើយអញ្ចឹងយើងគូសធ្នូខាងផ្ចិត B ម្ដងណាអូខេឥឡូវយើងគូសមកអូខេអញ្ចឹងយើងគូសធ្នូបានហើយយើងមើលបញ្ជួបគ្នាកន្លែងណាធ្នូទាំងពីរហ្នឹងយើងមើលកន្លែងនេះយើងចុចមកហើយនឹងកន្លែងនេះមួយទៀតណាអូខេអញ្ចឹងយើងធ្វើការគូសភ្ជាប់ពីចំណុចហ្នឹងមកចំណុចហ្នឹងមកដោយឆ្លងកាត់ចំណុច O ហ្នឹងណាអូខេអញ្ចឹងយើងបានហើយមុំកន្លែង O នេះគឺជាមុំ90ដឺក្រេឬក៏មុំកែងណាកំពូល O ហ្នឹងបាទអញ្ចឹងគឺរបៀបសងមុំ90ដឺក្រេត្រង់ចំណុចខអញ្ចឹងគឺសងរួចហើយណា
mình đây một ổn tam toàn đấy ok lấy dương mình to từ xong cho nó mới tiết kêu cho nó cô lấy dương mơ rụp cố cứ đôi khi đá cái men mình toát OA hay cái áo xong muốn cái sập được cái đôi dục ô nó chỉ còn pù nữa mà chẳng dương mình ai xong tay mà đòn bàn tế dân từ rụp chất mũi tiết rồi bỏ thnu dương sân chẳng làm bay rụp chất một mát lúc ra dân thôi ca mình lại mình toát nông sân màu nè mà như mình lại mà khang này máu bùi dương vô ô chứ còn pù chứ dương mình lại cho chạy máu ban lấy 100 đột tế làm bay đăng thật ta mình toát với nơi lại nè nè ok dân mình toát vì dân thôi ca mình lại mình toát nó hái dân bo vì nó ô ní một e ní ở smart vì nó ô ní màu khang này màu cứ vô chất làm bay cút nu về smart này nè ok là dân bo máu bị ô ní một e chẳng smart bên đấy chẳng như cô một khăn này máu ta cắt rồi mình toát như mình lái lại nè ok là dân mới khơi nhái cứ cắt lại nè bà chẳng lại nó cứ ban tha bà lọt đi mà đó ố bị ô mà ấy cứ smart này vẫn cứ dân vô chất là mấy cút nu ní muối hay nông chất e ní là mấy cút nu mới tiết là mấy ở chuột nế nơi trong nhạc ô này nè chẳng dân ban mông cái nữa trong nhạc ô nằng mày đáy mà ổn vô lẽ ok là dân thua ca cút nu máu chẳng tìm muối dân cút nu rồi vô ấy về chật nè và những cút máu dân ban thấy dân cút nu mới tiết đâu vô chất lại cho nó dân rô khôi mình ní mà những cút máu ok lấy dân khôi nhái cứ nu thằng pí cứ chuột nế lại ní hay nó lại ní nè mà những thua ca cút cho pi cho nó nắng mó cho nó ô màu mà những đạo to lại chòm dần máu hay dân cút màu nữa ok dân ban lấy lại mùng dân lại ô nó cứ cài sập được cái này nè mà đáy một ổn tam toàn ấy bị biệp sòng mùng đây mình dùng qua cái sập được cái đời pra bằng toàn ông đại chiên nè ok chẳng lùm hát để tẹt tuông cho mỗi năng sầm non múm cái sập được cái đời pra bằng toàn ông đại chiến nhưng thôi ca bỏ sai ở hai hay merin tị buồn giống để tẹt tuông cho mỗi năng cần làm bằng toàn pu múm hay năng sầm non múm nắng có ban bằng chọt trong năng đài chẳng phong ổn ở nếp mơ máu mà sân chìm miên chầm ngò trong còn lại ná ai comment số hàng cao hay complete chui lại cho thằng xe với tàu này phóng đồng bây ở một thẻ dương xem tiết ban tu sna với tàu này đài hay trong buộc ôn một cái đâyผมtoàn ban subscribe lên channel ní xong chạy lên subscribe phóng hay chạy lên rụp còn đăng đồng bây từ tour ban video là chia mấy môn kế đểខ្ញុំធ្វើជាបន្តទៀតបាទសូមអរគុណ